កាលណាយើងកាលណាសមត្ថភាពយើងខ្លាំងគឺយើងអាចចិញ្ចឹមបាទដោយទំនុកចិត្តតែម្ដងអត់បារម្ភរឿងការកែទឹកធ្វើម៉េចរៀបចំប្រព័ន្ធទឹកធ្វើម៉េចប្រសាទទឹកធ្វើម៉េចបាទឆ្នៃទឹកធ្វើម៉េចបាទហើយព្យាបាលធ្វើម៉េចការពារសត្វយើងធ្វើម៉េចថែទាំធ្វើម៉េចឲ្យធំផ្សំចំណីមិនអស់តិចដាំចំណីអីថែមបាទគឺទាំងអស់ហ្នឹងគឺមាននៅក្នុងកសិដ្ឋាន400ហើយនៅក្នុងហ្នឹងគឺយើងមានដំណាំចម្រុះបងប្រុសបងស្រីគ្រាន់តែបន្លែនេះក៏50-60ពូជដែរអាឈើហូបផ្លែនេះក៏50-60ពូជដែរហេតុអីមកយើងដាំដើម្បីហូបខ្លួនឯងឲ្យមានសុខភាពល្អយើងដាំដើម្បីទុកឲ្យសិស្សនិស្សិតគាត់មកទីនេះគាត់បានហូបបាទដំណាំបន្លែធម្មជាតិយើងដាំដើម្បីឲ្យបងប្អូនឬក៏បងប្រុសបងស្រីដែលចង់ពង្រឹងសមត្ថភាពឲ្យមកនៅទីនេះស្នាក់នៅទីនេះបងប្អូនហូបបន្លែធម្មជាតិបាទបងប្អូនហូបផ្លែឈើធម្មជាតិដែលដាំដុះដោយក្រុមការងាររបស់កសិដ្ឋាន100ដាំដុះដោយនិស្សិតដែលគាត់មកធ្វើការទីនេះដាំដុះដោយបងដែលគាត់មកធ្វើការនៅទីនេះអញ្ចឹងយើងដាំទុកសម្រាប់អ្នកចំនួនក្រោយបាទឬក៏អ្នកបន្តវេនគាត់មកបន្តហើយខ្ញុំខំប្រឹងធ្វើនេះដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងមានគោលដៅវែងឆ្ងាយគឺចង់ឲ្យសិស្សនិស្សិតទាំងបឋមទាំងអនុទាំងមហាវិទ្យាល័យទាំងវិទ្យាល័យគឺមកទីនេះបាទហើយជាពិសេសអ្នកដែលចង់ពង្រឹងសមត្ថភាពបាទនេះគឺមេបាពូជកែបងនិយាយឃើញយើងថែទាំមេបាពូជកែយើងថែទាំមេបាពូជត្រីសិតតែខ្យងសិតតែតំណាំទាំងអស់ហើយខាងនោះរោងកដោបងប្រុសស្រីបាទយើងទៅដល់គៀកភ្លើងហ្នឹងហើយបាទហើយនេះសិតត្រីបងគាត់ណាខ្ញុំថតអត់ឃើញយប់ចឹងយើងថតអត់ឃើញឡើយយើងមើលទាំងអស់ឃើញសិតពេញទាំងអស់មិនមានអាងណាមួយតនេទេគឺពេញទាំងអស់បងប្រុសស្រីតំណាំយើងដាំបាទបន្លែយើងដាំបាទហើយសัตว์យើងចិញ្ចឹមបាទស្តង់ដារធម្មជាតិជារួមសឹងតែ90%ហើយបាទហើយសัตว์ខ្លះយើងចិញ្ចឹមចំណីធម្មជាតិ100%តែម្ដងសូម្បីតែជីគីមីមួយប៉ឹកសូម្បីតែថ្នាំពុលកំប៉ឹកគឺយើងអត់ប្រើផងបាទនេះខ្ញុំចែកម្លែកជូនបងប្រុសស្រីឃើញនេះរោងកដោថតពេលយប់បងប្រុសស្រីឃើញណាបាទនេះហើយយើងនៅទីនេះយើងអាចធ្វើការបានទាំងថ្ងៃទាំងយប់យើងអាចតាមដានសុខភាពសัตว์របស់យើងបានទាំងយប់ទាំងថ្ងៃទៅស្អីបាទនេះបងប្អូនគាត់ណាគោះទៅក៏ត្រីផ្អើលនេះនេះឃើញត្រីមកនេះក៏គោះក៏ត្រីមកនេះក៏ជ្រងតែម្ដងបាទនេះបងប្រុសស្រីឃើញណាហ្នឹងហើយអរគុណសម្រាប់ពុកម៉ែបងប្អូនដែលចង់ពង្រឹងសមត្ថភាពចង់បានជំនាញពិតគឺកុំភ្លេចដឹកដល់កសិដ្ឋាន400រុករកស្រាវជ្រាវចងក្រងជាពិសេសគឺបទពិសោធន៍ពិតនៅក្នុងការធ្វើវិស័យកសិកម្មនេះចូល30ឆ្នាំហើយជាមួយខ្ញុំផ្ទាល់ហើយខ្ញុំចែករំលែកមកទីនេះអត់មានលក្ខទេហើយជួយប្រឹក្សារាប់ឆ្នាំហើយសហការគ្នារាប់ឆ្នាំហើយជួយលក់រាប់ឆ្នាំហើយជួយទិញរាប់ឆ្នាំបាទសំខាន់គឺការតាំង